ស្វាយទៀតដែរអ្នកទាំងអស់គ្នានិយាយរួមវីដេអូរបស់ខ្ញុំគឺអត់ផុតពីវីដេអូស្វាយទេអញ្ចឹងដោយសារតែរដូវកាលជារដូវកាលស្វាយអញ្ចឹងរហូតដល់ផុតរដូវកាលស្វាយទៅខ្ញុំអស់វីដេអូស្វាយអញ្ចឹងនេះដែរគឺខ្ញុំមកធ្វើដំណាប់ស្វាយតែម្ដងទាំងអស់គ្នាសួស្តីបងប្អូនwelcome មកកាន់វីដេអូរបស់ខ្ញុំម្ដងទៀតហើយវីដេអូមុនខ្ញុំនិយាយពីស្វាយផ្សេងខ្ញុំរំលងចោលស្វាយកាលមៀនម្ដងនេះគឺខ្ញុំតែនបងប្អូននេះនៅពីត្រង់គឺកាលមៀនហ្មងចឹងខ្ញុំមកធ្វើដំណាប់ស្វាយកាលមៀននឹងហ្មងអត់ឲ្យចោលស្វាយណាមួយទេគឺស្វាយច្រើនតែធ្វើយកទាំងអស់ហ្មងនេះចោលយកប្រាប់ហើយថាអត់ចោលស្វាយណាមួយទេថ្ងៃមុនគឺខ្ញុំនិយាយពីស្វាយផ្សេងប៉ុន្តែខ្ញុំផ្លាស់ចោលស្វាយកាលមៀនអញ្ចឹងឥឡូវចូលមកដល់ស្វាយកាលមៀនតែម្ដងហើយស្វាយកាលមៀននេះគឺអត់ទាន់ទុំទេគឺវាដាក់គ្រាប់ហើយចាស់ខ្លះហើយអ្នកនរគ្នាអញ្ចឹងបើសិនជាខ្ញុំទុកវាឲ្យទុំគឺខ្ញុំអត់អាចញ៉ាំអស់ទេហើយខ្ញុំប្រកាសជាចោលភាគច្រើនហើយអញ្ចឹងខ្ញុំអត់អាចទុកវារហូតដល់ទុំទេខ្ញុំត្រូវរកវិធីច្នៃវាបែបណាដែលអាចធ្វើពីខ្ចីទៅនឹងបានដូចគ្នាអញ្ចឹងកាលដែលស្វាយនៅខ្ចីតែម្ដងអត់ទាន់ដាក់លលាគឺយើងធ្វើជាស្វាយត្រាំតទៅពេលស្វាយដាក់លលាហើយចូលជាម្សៅហើយគឺយើងធ្វើជាដំណាប់ស្វាយវិញណាអ្នកនរគ្នាអញ្ចឹងថ្ងៃនឹងដែរគឺខ្ញុំមកធ្វើបេសកកម្មបេះស្វាយកៅល្មៀតយកមកធ្វើដំណាប់អ្នកនរគ្នាចំពោះស្វាយកៅល្មៀតពេលដែលទុំគឺអត់សូវឆ្ងាញ់ទេអញ្ចឹងខ្ញុំត្រូវរកវិធីណាដែលច្នៃវាពីចាស់នឹងទៅដើម្បីឲ្យសល់ទុំនឹងនៅសល់ចំនួនតិចអញ្ចឹងខ្ញុំនឹងមិនខ្ជិះខ្ជាយវានៅពេលដែលវាទុំនោះទេហើយមួយវិញទៀតបើសិនជានៅពេលដែលវាទុំហើយខ្ញុំញ៉ាំអត់អស់ក៏ខ្ញុំអាចយកទៅធ្វើជាដំណាប់ស្វាយមួយប្រភេទទៀតគឺគេកូរស្វាយទុំអ្នកនរគ្នាតែបើសិនជាទុកវាឲ្យទុំទាំងអស់ហើយចាំកូរស្វាយទុំគឺខ្ញុំអត់មានកម្លាំងធ្វើទេអញ្ចឹងយើងធ្វើបដាវារហូតទៅនៅសល់ប៉ុន្មានយើងធ្វើប៉ុណ្្នឹងតែម្ដងក៏ប៉ុន្តែគឺស្វាយកៅល្មៀតនឹងអាចប្រើបានតាំងពីចាប់ផ្ដើមក្តាប់រហូតដល់ទុំតែម្ដងអ្នកនរគ្នាអត្ថប្រយោជន៍មានច្រើនមែនទែនសំខាន់ឲ្យតែយើងនឹងចេះច្នៃប្រឌិតវាថាវាគួរតែធ្វើអីមួយនៅក្នុងចំណុចណាមួយអញ្ចឹងឥឡូវក៏លេចមកមើលវីដេអូបេះស្វាយរបស់ខ្ញុំវិញអូយនិយាយពីក្មួយៗខ្ញុំគេខំជួយមែនទែនហើយខ្ញុំពេលដែលមើលវីដេអូមិនឃើញថាយាតបៀតរបស់ខ្ញុំនឹងវាវិសនឹងត្រូវក្បាលក្មួយរបស់ខ្ញុំតែម្ដងអ្នកនរគ្នាតោះតែមើលវីដេអូបានដឹងហើយពួកគាត់នឹងគឺស្រោះដៃស្រោះជើងតែម្ដងហើយបើថាខ្ញុំអត់បេះស្វាយទេណាពួកគាត់លេងអីផ្សេងក្រៅពីហ្នឹងក៏អត់នឹកឃើញដើររើសស្វាយបេះស្វាយដែរតែបើចាប់ដើមខ្ញុំចាប់ដើមថតវីដេអូហើយខ្ញុំចាប់ដើមដើរបេះស្វាយហ្នឹងនិយាយពីថាពួកគាត់ហ្នឹងខ្វែងដៃខ្វែងជើងគឺមកជួយពេញហឹងតែម្ដងបងប្អូនតែបើមានពួកគាត់ក៏ល្អមួយយ៉ាងដែរនៅពេលដែលខ្ញុំបេះបានស្វាយទុំហ្នឹងគឺពួកគាត់អ្នកញ៉ាំហ្នឹងតែម្ដងនិយាយរួមនៅពេលដែលយើងបេះបដាបានស្វាយទុំបដាគឺពួកគាត់ញ៉ាំហេតែបើថាសុកយើងឲ្យគាត់ញ៉ាំស្វាយទុំគាត់អាចញ៉ាំហេនេះពួកគាត់គឺដូចធុងស្រឡាញ់ចង់បានស្វាយទុំហ្នឹងហ្មងហើយបើបងស្រីដកបងឧត្តមរបស់ខ្ញុំវិញនិយាយពីថាទៅប្រស្លងទលេបានប្រហែលតែ10ថ្ងៃទេប៉ុន្តែគាត់ថាគាត់ឃើញខ្ញុំបេះស្វាយហ្នឹងគឺឆ្កងពេកអញ្ចឹងគាត់ទ្រាំអត់បានគាត់ជួយបេះស្វាយតែម្ដងទៅហើយពួកខ្ញុំក៏អញ្ចឹងដែរបើថាចង់បេះស្វាយហើយអត់គិតថាពេលណាតែទោះបីតែក្តៅប៉ុណ្ណាក៏ដោយក៏នៅតែបេះដែរអ្នកនរគ្នានេះម៉ោង4ជាងណាតែនៅក្តៅហើយនៅឡើយអ្នកនរគ្នាប៉ុន្តែចំពោះអ្នកបេះស្វាយវិញគឺ happy សប្បាយអនឹងតែម្ដងគ្រាន់តែបេះស្វាយសោះសប្បាយអប៉ុណ្្នឹងឯងចូលមកបានបេះតរ៉េនទៀតគិតមកអញ្ចឹងមកស្ដាប់សំឡេងនៅពេលបេះទាំងអស់គ្នាមើល happy សប្បាយប៉ុណ្ណាដែរយើងគេថាមានស្វាយប្រហែលដើមហ្នឹងថតតែស្វាយហើយចាំបើមានស្វាយមកឲ្យថតស្វាយទៅថតតរ៉េនមានតរ៉េនណាថតអូច្រើនខ្លាំងតម្រងហ៎let's go ឃើញអត់ថាសបាយហើយមានទាំងអ្នកច្រៀងមានទាំងអ្នកអបអរមានទាំងអ្នកជួយនិយាយថាបើគាត់ជួយវិញណាជួយទាំងលើកជួយទាំងរើសជួយទាំងគ្រប់យ៉ាងបណ្ដៃជួយនឹងដូចជាពិបាកជាងអត់ជួយវិញណាហើយនឹងមានស្វាយតែប្រហែលដើមឯកៅល្មៀតនឹងបើសរុបទៅមានប្រហែលជា7 8ដើមអ្នកនរគ្នាអញ្ចឹងពួកយើងប្រមូលផលពីវានឹងបដារហូតតែម្ដងដូចលើកនឹងអញ្ចឹងខ្ញុំបេះប្រហែលជាជិត10គីឡូអ្នកនរគ្នាអូច្រើនជាង10គីឡូច្រើនមែនតែម្ដងអញ្ចឹងខ្ញុំអង្គុយចិត្តហ្នឹងគឺអង្គុយចិត្តប្រហែលជា2 3ម៉ោងអ្នកនរគ្នាហើយបើសាច់ស្វាយយើងវិញគឺពណ៌ល្មៀតយកតែម្ដងហើយអាពណ៌ល្មៀតហ្នឹងញ៉ាំទៅអត់ជូរណាបងប្អូនហើយឥឡូវខ្ញុំក៏យល់ដែរថាហេតុអីបានស្វាយហ្នឹងគេដាក់ឈ្មោះថាកៅល្មៀតព្រោះដោយសារសាច់របស់វាគឺពណ៌ល្មៀតយកតែម្ដងនៅពេលដែលវាជិតទុំណាបងប្អូនហើយម្យ៉ាងទៀតរសជាតិរបស់វាគឺពេញឆ្ងាញ់តែម្ដងអញ្ចឹងពួកខ្ញុំចិត្តបដាញ៉ាំបដាហើយពីអ្នកបងប្អូនរបស់ខ្ញុំហ្នឹងគឺស្រោះដៃគ្នាហ្មងគឺថាជួយគ្នាស្មើដៃបើជ្រុលខ្លួនបេះស្វាយច្រើនប៉ុណ្ណឹងហើយយើងអាចទុកចោលទេទោះបីជាទៅមុខអត់រួចក៏ខំប្រឹងដែរអញ្ចឹងពីអ្នកបងប្អូនរបស់ខ្ញុំហ្នឹងគឺត្រូវបែងចែកតួនាទីគ្នាគឺខ្ញុំជាអ្នកចិត្តសបកហើយបងស្រីរបស់ខ្ញុំហ្នឹងគឺគាត់ជាអ្នកបំបែកស្វាយទៅជាចម្រៀកដោយសារតែអាស្វាយហ្នឹងនៅពេលដែលគេលក់នៅលើផ្សារទំនើបអីគឺគេចិត្តចម្រៀកបែបហ្នឹងអញ្ចឹងយើងធ្វើឲ្យដូចគេតែម្ដងទៅអញ្ចឹងឥឡូវខ្ញុំចិត្តសបកវាហើយអញ្ចឹងខ្ញុំមកជួយបំបែកវាហ្នឹងឲ្យទៅជាចម្រៀកវិញខ្ញុំមិនដឹងថាត្រូវនិយាយថាបំបែកឬក៏ចិត្តវាទៅជាចម្រៀកវិញអ្នកនរគ្នាអញ្ចឹងជួយចិត្តគ្នាវាឆាប់ហើយប៉ុន្តែគាត់ថាចិត្តបដាខ្ញុំទៅពេលចិត្តគឺខ្ញុំញ៉ាំបដាហើយទៅពេលញ៉ាំបដាខ្ញុំអត់ចេះញ៉ាំតេទេអ្នកនរគ្នាអញ្ចឹងចិត្តនឹកឃើញថាបើញ៉ាំមួយនឹងអំបិលបុកហ្នឹងវាមិនដែរអញ្ចឹងណាអញ្ចឹងគ្រូក្បាលចិត្តតែរ៉ាន់ទៅតែម្ដងគឺរត់ស្ទុយទៅចក្រានបុកអំបិលមួយផ្លេតសិនព្រោះដោយសារតែអត់ចេះញ៉ាំតេទេអញ្ចឹងត្រូវតែទៅរកអំបិលរកអីមកជ្រលក់ឲ្យត្រឹមត្រូវអញ្ចឹងចិត្តបដាជ្រលក់បដាអ្នកនរគ្នា enjoy ប៉ុណ្ណានិយាយរួមវីដេអូមួយនឹងសប្បាយហ្មងតោះតែកាត់វីដេអូបើនឹងថាសប្បាយប៉ុណ្ណា enjoy ប៉ុណ្ណាប៉ុន្តែសប្បាយក៏សប្បាយចុកខ្នងចុកចកេះក៏ចុកខ្នងចុកចកេះដែរអ្នកនរគ្នាអញ្ចឹងតម្រាំតែចិត្តស្វាយនឹងហើយរហូតដល់ម៉ោង7ម៉ោង8យប់ណាអ្នកនរគ្នាអញ្ចឹងវីដេអូធ្វើដំណាប់ស្វាយនឹងអត់ទាន់បានជាដុំកពួនអីទេចាំជួបគ្នានៅវីដេអូក្រោយអ្នកនរគ្នាហើយនេះគឺជា part 1នៃការធ្វើដំណាប់ស្វាយអញ្ចឹងជួបគ្នានៅ part 2ទាំងអស់គ្នាអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយបាយ